ចាំបាច់ត្រូវប្រើ skin care 10 20តង់មិនបានស្បែកស្អាតដូចគេមែនផលិតផលមានច្រើនតែផលិតផលសម្រាប់ការថែស្បែកមូលដ្ឋានគ្រឹះគឺមានតែ3ប៉ុណ្ណោះដែលសំខាន់ផលិតផលទី1គឺផលិតផលសម្រាប់សម្អាតមុខដែលប្រើសម្រាប់លាងសម្អាតរាល់ធូលីដីខ្លាញ់តែភាពកខ្វក់នៅលើផ្ទៃមុខផលិតផលទី2គឺក្រែមការពារកម្ដៅថ្ងៃដែលយើងលាបពេលថ្ងៃឡើងហ្នឹងដើម្បីការពារស្បែករបស់យើងពីការរលាកនៃកាំរស្មីព្រះអាទិត្យក៏ដូចជាការពារស្បែកយើងពីជំងឺមហារីកស្បែកផលិតផលទី3គឺក្រែមផ្ដល់សំណើមដែលយើងប្រើលាបនៅពេលយប់ប៉ុន្តែក៏អាចលាបពេលថ្ងៃបានដែរបើសិនតែក្រែមការពារកម្ដៅថ្ងៃរបស់យើងផ្ដល់សំណើមអត់គ្រប់គ្រាន់ទេការលាបក្រែមផ្ដល់សំណើមនេះគោលបំណងធំបំផុតគឺដើម្បីរក្សាតុល្យភាពសំណើមរបស់ស្បែកហើយជួយឲ្យស្បែករបស់យើងមានសុខភាពល្អនិងរឹងមាំហើយទាំងនេះគឺជា basic skin care routine សម្រាប់គ្រប់ប្រភេទស្បែកដែលខ្ញុំនឹងណែនាំសម្រាប់អ្នកទើបចាប់ផ្ដើមប្រើដំបូងដែលសម្រាប់ស្បែកមុខប្រភេទប្រេងគឺយើងមាន Cleanon Cleansing Gel Cleanon Matte Emulsion Cleanon Sunscreen ជាមួយនឹង spray តាក់ម៉ាវ៉ែនសម្រាប់ស្បែកមុខប្រភេទស្ងួតគឺយើងមាន Gentle Cleansing Foam Revitalizing Nourishing Cream Sunscreen ហើយនិង spray តាក់ម៉ាវ៉ែនហើយសម្រាប់ស្បែកមុខធម្មតានិងស្បែកមុខចម្រុះគឺយើងមាន Gentle Cleansing Foam Tolerant Control Fluid Sunscreen ហើយនិង spray តាក់ម៉ាវ៉ែន